ចាប់ពីពេលនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងចាប់ផ្ដើមពង្រឹងឡើងវិញពាក់ព័ន្ធនឹងក្រមសីលធម៌នៃការប្រើប្រាស់បណ្ដាញសង្គមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីនៃព្រឹទ្ធសភានាព្រឹកថ្ងៃសុក្រ1កើតខែស្រាប់ឆ្នាំមមីអថស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី14ខែសីហាឆ្នាំ2026ខ្លឹមសារសំខាន់ៗរបស់សម្ដេចតេជោហ៊ុនសែនថ្លែងពាក់ព័ន្ធនឹងទូនាទីស្ត្រីក្នុងសង្គមនិងក្រមសីលធម៌លើបណ្ដាញសង្គមរួមមានទី1សម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ជំវិញឲ្យបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចសម្ដេចតេជោបានចាត់ទុកថាបញ្ហានេះគឺសំខាន់ណាស់សម្រាប់កម្ពុជានិងបណ្ដាប្រទេសនានាសម្ដេចតេជោបានបញ្ជាក់ថាការពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចគឺជួយពង្រឹងអំណាចស្ត្រីក្នុងផ្នែកនយោបាយទី2សម្ដេចតេជោហ៊ុនសែនបានថ្លែងថាការពង្រឹងទូនាទីស្ត្រីក្នុងផ្នែកសេដ្ឋកិច្ចក៏ជាការរួមចំណែកដល់ការពង្រឹងគោលការណ៍សមភាពយេនឌ័រដែរទី3សម្ដេចតេជោហ៊ុនសែនបានថ្លែងថាមានស្ត្រីប្រមាណ 49% បានទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដែលជាការរៀបចំដោយរាជរដ្ឋាភិបាលសម្ដេចតេជោបានសាទរចំពោះតួលេខនេះដែលជាការពង្រឹងសមត្ថភាពរបស់ស្ត្រីទី4សម្ដេចតេជោហ៊ុនសែនបានជំរុញឲ្យពង្រឹងសមត្ថភាពរបស់ស្ត្រីពាក់ព័ន្ធការបណ្ដុះបណ្ដាលសម្ដេចតេជោបានសម្ដែងក្តីរីករាយដែលតួលេខបានបង្ហាញថាស្ត្រីមានអត្រារហូតដល់ 54% ក្នុងវិស័យអប់រំទី5សម្ដេចតេជោហ៊ុនសែនបន្តអំពាវនាវដល់រាជរដ្ឋាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រីទី6សម្ដេចតេជោហ៊ុនសែនបានថ្លែងថាកន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រីដែលសម្ដេចសាងសង់នៅរាជធានីភ្នំពេញសាងសង់ជិតរួចរាល់ហើយកន្លែងស្នាក់នៅអាចឲ្យនិស្សិតស្នាក់នៅរហូតដល់ទៅ500នាក់ទី7សម្ដេចតេជោហ៊ុនសែនបានថ្លែងថាកម្ពុជាបានដើរចេញឆ្ងាយហើយពីស្ថានភាពអតីតកាលរបស់កម្ពុជាដែលមិនអនុញ្ញាតឲ្យស្ត្រីរៀនបានច្រើនដូច្នេះត្រូវយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រីទី8សម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយដែលបានបង្កភាពងាយស្រួលសម្រាប់សិស្សទាំងបុរសនិងស្ត្រីមកពីតាមជនបទទី9សម្ដេចតេជោហ៊ុនសែនបង្ហាញជំនឿចិត្តថាអត្រាប្រឡងជាប់បាក់ឌុបនៅឆ្នាំ2026នេះស្ត្រីនឹងមានអត្រាខ្ពស់ជាងបុរសទី10សម្ដេចតេជោហ៊ុនសែនបានបង្ហាញមោទនភាពដែលមានស្ត្រីជាអ្នកបើកបរយន្តហោះទី11សម្ដេចតេជោហ៊ុនសែនបានថ្លែងថាការតោះតែងគ្នារវាងប្តីប្រពន្ធនិងគូសង្សារហេតុអ្វីក៏បង្ហោះហែកហួរគ្នានៅលើបណ្ដាញសង្គមទី12សម្ដេចតេជោហ៊ុនសែនសំណូមពរដល់គ្រួសារដែលបានបែកបាក់គ្នាកុំបង្ហោះលើបណ្ដាញសង្គមដើម្បីរក្សាកិត្តិយសឲ្យកូនទី13សម្ដេចតេជោហ៊ុនសែនផ្ដាំទៅអាចារ្យអេនិងពិធីការនីវិទ្យុ ABC ឲ្យឈប់ផ្សាយនិងចជីកសួរបកអាក្រាតគ្រួសារដែលបែកបាក់គ្នាទី14សម្ដេចតេជោហ៊ុនសែនបានថ្លែងថាករណីស្ត្រីដែលជេរបញ្ចោលកងទ័ពមិនអាចប្រងើយកន្តើយបាននោះឡើយទី15សម្ដេចតេជោហ៊ុនសែនណែនាំដល់ក្រសួងព័ត៌មានតាមដានឲ្យជាប់ពាក់ព័ន្ធការជេរបញ្ចោលតាមបណ្ដាញសង្គមទី16សម្ដេចតេជោហ៊ុនសែនបានថ្លែងថា Facebook, TikTok និង AI មានក្រមសីលធម៌ខ្ពស់ហេតុអ្វីក្រសួងស្ថាប័នរបស់រដ្ឋមិនព្រមធ្វើរឿងសីលធម៌ទី17សម្ដេចតេជោហ៊ុនសែនណែនាំឲ្យក្រសួងកិច្ចការនារីជាអ្នកមុខការលើបញ្ហាសីលធម៌លើបណ្ដាញសង្គមទី18សម្ដេចតេជោហ៊ុនសែនស្នើទៅតុលាការចាត់វិធានការដោយម៉ឺងម៉ាត់លើសំណុំរឿងអសីលធម៌លើបណ្ដាញសង្គមទី19សម្ដេចតេជោហ៊ុនសែនបានថ្លែងថាសម្ដេចហ៊ានអនុវត្តវិធានការច្បាប់មនុស្សមួយចំនួនដើម្បីការពារមនុស្សរាប់លាននាក់ដូច្នេះយើងហ៊ានចាត់វិធានការលើបុគ្គលដែលបំផ្លាញសីលធម៌របស់កម្ពុជាដែរឬទេ
ទី20សម្ដេចតេជោហ៊ុនសែនថ្លែងប្រមានត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថលើបណ្ដាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជាមិនត្រូវលើកលែងទី21សម្ដេចតេជោហ៊ុនសែនបានថ្លែងថាការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្ដាញសង្គមមិនមែនជារឿងផ្ដាច់ការនោះទេតែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិទី22សម្ដេចតេជោហ៊ុនសែនបានថ្លែងថារឿងអសីលធម៌សង្គមនរណាក៏អាចប្តឹងបានដែរនេះជាបញ្ហារបស់ជាតិទី23សម្ដេចតេជោហ៊ុនសែនបានថ្លែងថាអត្រាមន្ត្រីរាជការជាស្ត្រីមានកំណើនឡើងរាល់ឆ្នាំបច្ចុប្បន្នស្ត្រីជាមន្ត្រីរាជការមានអត្រា 42% ដែលជារឿងរីករាយទី24សម្ដេចតេជោហ៊ុនសែនបានថ្លែងថាពេលសម្ដេចនៅជានាយករដ្ឋមន្ត្រីសម្ដេចបានជំរុញឲ្យតែងតាំងស្ត្រីជាថ្នាក់ដឹកនាំនៅស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទី25សម្ដេចតេជោហ៊ុនសែនបានណែនាំទៅបកប្រជាជនកម្ពុជាឲ្យដាក់បេក្ខភាពស្ត្រីនៅលេខរៀងជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូបទី26សម្ដេចតេជោហ៊ុនសែនបានណែនាំទៅបកប្រជាជនកម្ពុជាឲ្យដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្តក្រុងនិងស្រុកទី27សម្ដេចតេជោហ៊ុនសែនលើកទឹកចិត្តដល់ស្ត្រីឲ្យប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មានឃុំនិងសង្កាត់ទី28សម្ដេចតេជោហ៊ុនសែនដាក់គោលដៅឆ្នាំ2050មានស្ត្រីធ្វើស្មានឃុំនិងសង្កាត់ឲ្យបាន 50%